ជំរាបសួរពុកម៉ែបងប្អូនខ្ញុំសូមណែនាំប្រភេទផ្កាព្យួរនេះគឺនាងខ្ញុំច្នៃធ្វើដោយដៃផ្ទាល់ហើយខ្ញុំធ្វើដោយការចិត្តចង់មែនតើណាពុកម៉ែបងប្អូនគឺចេញមកស្រស់ស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនសម្រាប់ផ្កាព្យួរហ្នឹងនៅខាងក្រៅស្អាតខ្លាំងណាពុកម៉ែបងប្អូនស្អាតខ្លាំងមែនតើហើយយើងអាចព្យួរបានច្រើនទីតាំងណាពុកម៉ែបងប្អូនយើងអាចព្យួរនៅទៅតាមផ្ទះក៏បានយើងព្យួរនៅកន្លែងអង្គុយលេងកន្លែងទទួលភ្ញៀវកន្លែងរកស៊ីជាពិសេសកន្លែងរកស៊ីណាពុកម៉ែបងប្អូនកន្លែងរកស៊ីយើងអាចព្យួរបានគ្រប់ទីតាំងណាបងមិនថាហាងគុយទាវហាងបាយហាងលក់ចំណីអាហារផ្សេងហាងលក់អីវ៉ាន់អីផ្សេងគឺយើងអាចព្យួរបានគ្រប់កន្លែងហ្មងណាពុកម៉ែបងប្អូនហើយជាពិសេសបងប្អូនបើសិនជាមានកញ្ចុងអង្គុយលំហែកញ្ចុងអង្គុយលំហែពុកម៉ែបងប្អូនអាចដាក់ព្យួរស្រស់ស្អាតមែនហើយនិយាយទៅ relax មែនតែនហើយដូចជាផ្ទះលំហែអីនៅតាមខេត្តតាមអីចឹងណាពុកម៉ែបងប្អូនអាចដាក់ព្យួរបានស្អាតខ្លាំងមែនអ្នកលក់សុំធានាថាស្អាតមែនស្អាតខ្លាំងណាស់គឺធ្វើដោយដៃផ្ទាល់ហើយឡើងប្រណិតចិត្តផ្ចង់ធ្វើឡើងស្អាតហ្មងណាពុកម៉ែបងប្អូនហើយសុំពុកម៉ែបងប្អូនជួយគ្រប់គ្រងផលិតផលនាងខ្ញុំដែលធ្វើដោយដៃផ្ទាល់ផងណាហើយសូមទឹកចិត្តបងប្អូនដែលបានឃើញវីដេអូហើយសូម share copy link ហើយនឹង report ឲ្យខ្ញុំម្នាក់មួយផងណាពុកម៉ែបងប្អូនសូមអរគុណពុកម៉ែបងប្អូនហើយក៏អរគុណដល់បងមួយចំនួនដែលបានគាត់ធ្លាប់ជួយជាវនៅផលិតផលដែលខ្ញុំធ្វើដោយដៃផ្ទាល់មិនថាជាប្រភេទផ្កាព្យួរប្រភេទផ្កាតាំងលម្អផ្សេងកន្ត្រកផ្កាហើយនឹងប្រភេទផ្កាឈូកដែលនាងខ្ញុំធ្វើខ្ញុំអរគុណច្រើនបងដែលបានជួយទិញជួយគ្រប់គ្រងនាងខ្ញុំអរគុណច្រើនណាស់ក្នុងនាមអ្នកកូនខ្ចីគឺអរគុណមែនតើដែលបងបានជួយនៅការទិញនៅផលិតផលដែលនាងខ្ញុំបានធ្វើដោយផ្ទាល់ដៃនេះខ្ញុំអរគុណខ្លាំងមែនតើណាបងគ្មានអីក្រៅពីពាក្យថាអរគុណខ្លាំងហើយក៏សូមជូនពរឲ្យបងគ្រប់គ្នាពុកម៉ែបងប្អូនគ្រប់គ្នារកស៊ីទទួលទានមានបានហេងគ្រប់គ្នានិងសុខសុវត្ថិភាពផ្លូវកាយសុខសប្បាយផ្លូវចិត្តគ្រប់គ្នាបងប្អូនដែលបានឃើញវីដេអូនេះហើយសូមឲ្យហេងមានតែលាភមានតែជ័យជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់មិនថាអ្នករកស៊ីមិនថាអ្នកធ្វើការបានឡើងប្រាក់ខែឡើងតំណែងអ្នករកស៊ីលក់ដូរកាន់តែដាច់មានអតិថិជនកាន់តែច្រើនរកស៊ីកាន់តែមានបានគ្រប់គ្នាមានតែពាក្យថាហេងគ្មានរោគាព្យាធិមកជាបាតឡើយសូមឲ្យហេងគ្រប់គ្នាណាពុកម៉ែបងប្អូនណាសូមជួយ share វីដេអូ